សតិគឺជាស្មារតីផ្ចង់ទៅលើអារម្មណ៍ឬកិច្ចការផ្សេងៗដូចជាការសរសេរអក្សរការអានសៀវភៅការបោកគក់ការដាំស្លធ្វើកិច្ចការផ្សេងទៀតដែលត្រូវធ្វើមនុស្សដែលគ្មានសតិអាចមានបញ្ហាសតិអារម្មណ៍ភ្លេចភ្លាំងឧស្សាហ៍ច្រឡំស្មារតីមិនសូវនៅនឹងខ្លួនមានកត្តាមួយចំនួនដែលធ្វើឲ្យសតិខ្សោយមានបញ្ហាសុខភាពរាងកាយនៅត្រង់ផ្នែកណាមួយនៃរាងកាយដៃជើងពោះក្បាលជាដើមធ្វើឲ្យតបប្រមល់ធន់ថប់សតិក៏បាត់បង់មួយទៀតឧស្សាហ៍គិតរឿងច្របូកច្របល់ច្រើនភ័យព្រួយច្រើនសតិក៏រមែងបាត់បង់ដូចគ្នាចំណែកឯកត្តាដែលជំរុញឲ្យសតិកើតនោះគឺការស្ដាប់ការអានការទន្ទិញការមើលការធ្វើកិច្ចការញញឹកញយល់សតិក៏រមែងប្រកបឡើងមួយទៀតការយកចិត្តទៅដឹងអារម្មណ៍តែមួយជារឿយមានខ្យល់ដង្ហើមជិនចូលជាដើមក៏ជាការបង្វឹកចិត្តឲ្យមានស្មារតីបានដែរបញ្ញាឬសម្បជញ្ញៈមានទូនាទីវិភាគថ្លឹងថ្លែងនៅអារម្មណ៍ដែលចូលតាមទ្វារទាំង6ឲ្យមានរបៀបរៀបរយនៅក្នុងសភាពនៃអារម្មណ៍នោះសម្បជញ្ញៈនេះកើតឡើងដោយការស្ដាប់ការអានការសិក្សារៀនសូត្រនៅវិជ្ជាផ្សេងហើយម្យ៉ាងទៀតនោះគឺភាវនាការចម្រើនរឿយនៅអារម្មណ៍ណាមួយដើម្បីឲ្យសតិតាំងមាំហើយបញ្ញាយល់ពីដំណើរទាំងអស់នោះសតិអាចកើតឡើងប្រឆាចបញ្ញាបានតែបញ្ញាកើតឡើងត្រូវប្រាស្រ័យជាមួយសតិអានដោយសំឡេងសពនិមិត្តសារិកា AI